4 លក្ខណៈជីវសាស្ត្ររបស់ដំណាំស្វាយចន្ទី 4.1 សីតុណ្ហភាពស្វាយចន្ទីត្រូវការសីតុណ្ហភាពថេរគឺមិនត្រជាក់ពេកមិនក្តៅពេកសីតុណ្ហភាពខ្ពស់បំផុត34អង្សាសេនិងសីតុណ្ហភាពទាបបំផុត18អង្សាសេប៉ុន្តែសីតុណ្ហភាពល្អបំផុតចន្លោះពី24ទៅ28អង្សាសេប្រសិនបើសីតុណ្ហភាពមិនខ្ពស់ជាង20អង្សាសេទេស្វាយចន្ទីពិបាកលូតលាស់ណាស់ហេតុដូច្នេះសីតុណ្ហភាពល្អបំផុតប្រចាំខែគឺ27អង្សាសេ 4.2 ទឹកភ្លៀងការដាំដុះស្វាយចន្ទីទទួលបានជោគជ័យអាស្រ័យលើការទទួលបានទឹកភ្លៀង5ខែនិងលទ្ធភាពនៃការស្រូបទឹកទុករបស់ដីបានល្អស្វាយចន្ទីអាចដាំបាននៅតំបន់ដែលមានភ្លៀងធ្លាក់ពី500ទៅ4000មីលីម៉ែត្រក្នុងមួយឆ្នាំតំបន់ដែលមានភ្លៀងធ្លាក់តិចជាង500មីលីម៉ែត្រនិងតំបន់ដែលមានទឹកភ្លៀងច្រើនជាង3000ទៅ4000មីលីម៉ែត្រពេញមួយឆ្នាំមិនអាចដាំស្វាយចន្ទីបានទេស្វាយចន្ទីមិនសូវត្រូវការទឹក4ទៅ5ខែគឺនៅដំណាក់កាលចេញត្រួយនិងចេញផ្លែ 4.3 សំណើមបរិយាកាសស្វាយចន្ទីធន់ទ្រាំនឹងតំបន់ដែលមានសំណើមបរិយាកាសទាបហើយមានរយៈពេលវែងផងដែរបើមានសំណើមខ្ពស់ជាង 80% ក្នុងកំឡុងពេលចេញផ្កានិងចាប់ផ្ដើមចេញផ្លែគឺជះឥទ្ធិពលមិនល្អដល់បរិមាណនិងគុណភាពទិន្នផលស្វាយចន្ទី 4.4 ខ្យល់ខ្លាំងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ផ្កានិងផ្លែតែខ្យល់ក៏ជាអ្នកដើរតួក្នុងការនាំលំអងផ្កាផងដែរដូចនេះខ្យល់ដែលល្អបំផុតដល់ស្វាយចន្ទីគឺពី2ទៅ7ម៉ែត្រក្នុង1វិនាទីឬ20គីឡូម៉ែត្រក្នុង1ម៉ោង 4.5 ពន្លឺដំណាំស្វាយចន្ទីជាដំណាំត្រូវការពន្លឺព្រះអាទិត្យនិងមិនត្រូវការម្លប់ច្រើនទេតម្រូវការពន្លឺទាបបំផុតពី2000ទៅ2400ម៉ោងក្នុងមួយឆ្នាំតែក្នុងដំណាក់កាលចេញផ្កានិងផ្លែស្វាយចន្ទីត្រូវការពន្លឺ1285ម៉ោងខែវិច្ឆិកាមីនា 4.6 ដីស្វាយចន្ទីជាប្រភេទរុក្ខជាតិមួយធន់ទ្រាំល្អចំពោះដីច្រើនប្រភេទគឺអាចដាំលើដីគ្រប់ចំណុចថ្នាក់លើកលែងតែដីដែលមានល្បាយឥដ្ឋច្រើនដែលជាដីជាំទឹកហើយដែលល្អនោះជាដីល្បាយខ្សាច់មិនដក់ទឹកស្រស់ទឹកល្អចំពោះដីបាសាល់ឬដីក្រហមឡាតារីតគឺជាប្រភេទដីដែលល្អបំផុតផ្ដល់បានផលខ្ពស់និងផលិតផលមានគុណភាពស្វាយចន្ទីអាចដាំនៅលើដីដែលមានរយៈកម្ពស់700ម៉ែត្រពីកម្ពស់ទឹកសមុទ្រ 5 ប្រភេទពូជមួយចំនួនដែលមាននៅប្រទេសកម្ពុជាសប្តាហ៍ថ្ងៃនេះមានពូជស្វាយចន្ទីជាច្រើនបានដាំដុះនៅក្នុងប្រទេសកម្ពុជាទាំងពូជក្នុងស្រុកនិងពូជនាំចូលពីក្រៅតែសប្តាហ៍ថ្ងៃនេះមានពូជ M.23 M.7S.40 ជាពូជថ្មីដែលកសិករចូលចិត្តដាំជាងគេព្រោះវាជាពូជធន់ទ្រាំនឹងជំងឺសត្វល្អិតនិងលូតលាស់លឿនបែកមែកសាខាហើយគ្រាប់មានទំហំធំ 6 ការជ្រើសរើសពូជស្វាយចន្ទីដើម្បីទទួលបានទិន្នផលខ្ពស់គេគួរតែអនុវត្តវិធីសាស្ត្រពង្រីកពូជតាមការអនុវត្តការផ្សាំឬបំបើកតត្រួយខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនដើម្បីជ្រើសរើសពូជស្វាយចន្ទីឲ្យទទួលបានទិន្នផលខ្ពស់រើសស្វាយចន្ទីដែលដុះលូតលាស់លឿនហើយបែកមែកសាខាត្រូវមានពី10ទ្រេ30ចង្កោមផ្កាក្នុង1ម៉ែត្រការ៉េនិងបាសិនមាន0.5ជាចុងក្រោយសូមពងម៉ែបងប្អូនជួយចុច Subscribe Channel YouTube របស់ខ្ញុំម្នាក់មួយផងការបង្កើត Channel នេះឡើងក្នុងគោលបំណងចែករំលែកនៅចំណេះដឹងក៏ដូចជាឯកសារដែលពាក់ព័ន្ធទៅនឹងវិស័យកសិកម្មសូមអរគុណ